ประพุทธជាម្ចាស់ទ្រង់បានសម្ដែងចំពោះអ្នកដែលមានកតញ្ញូចំពោះអ្នកដទៃនៅពេលដែលគេបានជួយយើងដោយប្រការណាមួយមិនថាការជួយនោះជាការជួយតិចតួចឬក៏ជាការជួយច្រើនមកលើយើងការដឹងគុណព្រះពុទ្ធសម្ដែងថាគឺជាសិរីសួស្ដីកូនប្រុសស្រីដែលដឹងគុណឪពុកម្ដាយហៅថាកូនកតញ្ញូឬកូនដែលមានសិរីសួស្ដីតែកូនដែលមិនដឹងគុណឪពុកម្ដាយមិនដឹងគុណគ្រូបជាយាចាឬក៏គ្រូបាអាចារ្យអប់រំទូមានព្រាមបដៅយ៉ាងម៉េចប៉ុន្តែគាត់មិនព្រមស្ដាប់ទេហើយឲ្យទៅជាទម្លាប់ចឹងយូរទៅការមិនដឹងគុណនេះវានឹងคล้ายទៅជារឿងមួយទៅជាទម្លាប់ហើយសាងឲ្យបុគ្គលម្នាក់ហ្នឹងទៅជាមនុស្សដែលល្មើសគុណនិងជាមនុស្សដែលសង្គមមិនទទួលស្គាល់ប្រៀបធៀបមួយទៀតនៃតកតងទៅនឹងចៅសៀមពីដើមឡើយគឺជាចៅព្រៃទេហើយខ្មែរយើងគឺជាជនជាតិមួយជាជាតិមួយដែលមានបេះដូងសប្បុរសជួយសង្គ្រោះអ្នកដទៃដោយមិនសម្លឹងរំពេការចង់បានវិញទេប៉ុន្តែនៅពេលដែលយើងជួយចម្លងឲ្យផុតពីកន្លែងលិចលង់ហើយឥឡូវគឺបានវាយបកមកកាន់យើងវិញបែរមកខំយើងវិញហើយស្រុកសៀមក៏មិនមែនជាប្រទេសដែលមិនកាន់ពុទ្ធសាសនាដែរកាន់ពុទ្ធសាសនាហើយមានជំនឿខ្លាំងជាងយើងទៀតតែឥឡូវគឺប្រទេសនោះទាំងប្រជាជនទាំងទាហានទាំងថ្នាក់លើថ្នាក់ក្រោមគឺលែងមានពុទ្ធសាសនានៅក្នុងខ្លួនហើយមិនវាយតម្លៃទៅក្នុងស្ថាប័នព្រះសង្ឃឬក៏សមត្ថសង្ឃនៅក្នុងស្រុកនោះទេនិយាយពីរឿងបុគ្គលដែលមិនមែនជាសង្ឃតែសង្ឃខ្លះក៏ពិបាកជាស្រ័យអ្នកបុគ្គលខ្លះក៏ពិបាកដែរអញ្ចឹងនៅស្រុកនោះបងប្អូនតាមអ្វីដែលខ្ញុំធ្លាប់បានដឹងក៏ដូចជាធ្លាប់បានសិក្សាខ្លះតិចតួចទេគឺជាប្រទេសដែលកាន់ពុទ្ធសាសនាមួយហើយក៏ជាផ្នែកមួយដែលធ្វើឲ្យពុទ្ធសាសនារីកចម្រើនតែឥឡូវប្រទេសនោះជាប្រទេសដែលកាន់ពុទ្ធសាសនាតែបែរមកជិះជាន់ធ្វើឲ្យអ្នកដទៃដល់នៅសេចក្តីទុក្ខហើយពោលអ៊ូតប្រាប់ពិភពលោកថាខ្លួនឯងត្រូវការសុខស្ងប់ណាប្រទេសថៃត្រូវការភាពស្ងប់ស្ងាត់ប៉ុន្តែធៀបពិតមិនដូចអ្វីដែលចៅសៀមបាននិយាយទេការល្មើសគុណនៅពេលដែលអ្នកដទៃគេបានជួយខ្លួនឯងហើយបែរទៅជាមិនដឹងគុណហើយថែមទាំងល្មើសហើយថែមទាំងបៀតបៀនទៅដល់អ្នកដែលបានធ្វើអំពើល្អនិងអ្នកដែលបានជួយសង្គ្រោះខ្លួនឯងណាអញ្ចឹងមិនយូរមិនឆាប់ទេបងប្អូនតោះនៃការល្មើសគុណនេះគឺធ្ងន់ណាស់ដោយរឿងនៅសម័យពុទ្ធកាលគឺមានច្រើនប៉ុន្តែខ្ញុំធ្លាប់បាននិយាយនៅក្នុងคลิปវីដេអូច្រើនហើយគ្រាន់តែនឹងបន្ថែមតាក់ទងទៅនឹងការល្មើសគុណនេះបើនិយាយពីកូនប្រុសស្រីវិញនៅពេលណាដែលល្មើសគុណឪពុកម្ដាយគេហៅថាកូនអកតញ្ញូកូនដែលមិនល្អកូនដែលសង្គមគេលែងទទួលស្គាល់ហើយកូននឹងគឺជាកូនអប្រិយហើយណាបងប្អូនការដឹងគុណដទៃនេះគឺជារឿងសំខាន់ណាស់នៅពេលនេះយើងដឹងគុណតែយើងមិនមានអ្វីដើម្បីតបស្នងទៅគេវិញគ្រាន់តែយើងមិនធ្វើអាក្រក់ហើយមនុស្សជុំវិញខ្លួនគេដឹងថាអ្នកនឹងមានមកដល់សប្តាហ៍ថ្ងៃណាចេះដឹងបានប៉ុណ្ណឹងគឺដោយសារបុគ្គលម្នាក់នោះអញ្ចឹងគាត់ធ្វើល្អណាស់ណាគ្រាន់តែយើងមិនធ្វើអាក្រក់ប៉ុណ្ណឹងគេនឹកទៅដល់អ្នកដែលបានជួយយើងបាត់ហើយមានន័យថាម៉េចមានន័យថាម្នាក់ដែលគេជួយហ្នឹងគឺគាត់បានអប់រំបន្ទុំនិស្ស័យបុគ្គលម្នាក់ហ្នឹងគឺឲ្យទៅជាមនុស្សល្អបែបហ្នឹងណាអញ្ចឹងអានេះយើងមិនចាំបាច់ថានឹងការបានខ្ញុំមានទ្រព្យមានលុយមានកាក់ដើម្បីតបស្នងសងគុណទៅកាន់គាត់វិញចេះមួយចុះពីមិនចាំបាច់គិតអញ្ចឹងទេពេលណាដែលយើងមានយើងជួយតែសំខាន់ថាយើងដឹងគុណណាយើងដឹងគុណតាមអ្វីដែលយើងអាចធ្វើទៅវិញតបទៅវិញតាមអ្វីដែលយើងអាចតបឬក៏ធ្វើទៅបានអត់ចាំបាច់ប្រឹងប្រែងធ្វើទាំងដដាប់ដុះមិនចាំបាច់អញ្ចឹងទេបងប្អូនក្នុងនាមយើងជាមនុស្សម្នាក់ក្នុងសង្គមឬក៏ក្នុងពិភពលោកនេះការដឹងគុណអ្នកដទៃគឺជារឿងមួយដែលសំខាន់មែនទែនអត់អាចនៅពេលដែលអ្នកដទៃណាម្នាក់គេជួយយើងហើយយើងមិនខិតខំប្រឹងប្រែង
update ខ្លួនឯងឲ្យរីកចម្រើនទេបើសិនជាត្រឡប់បែរទៅខំឬក៏ទៅឈ្នានេះគេវិញយើងនឹងខ្លាយទៅជាមនុស្សអាក្រក់មួយរំពេចខ្ញុំធ្លាប់បាននិយាយនៅក្នុងវីដេអូមុនច្រើនដែរហើយបានដកស្រង់ចេញពីពុទ្ធដីកាផងដែលព្រះសម្មាសម្ពុទ្ធសម្ដែងថាម៉េចថាអ្នកដែលដឹងគុណគេគឺជាមនុស្សល្អហើយជាធម្មតាអ្នកដែលដឹងគុណគេគឺអ្នកដែលដឹងគុណឪពុកម្ដាយនឹងឯងណាមេត្តាបេតឧបដ្ឋានណាណាការបំរើមេត្តាបិតាហ្នឹងអេតាមាំងកលមុតតមាំងគឺជាមង្គលដ៏ឧត្តមផ្ទុយទៅវិញបើសិនណាបើមិនដឹងគុណមិនបំរើមេត្តាបិតារបស់ខ្លួនឯងទេអាហ្នឹងគឺវាអាចជាទម្លាប់ដូចមានខាងដើមអញ្ចឹងគឺនឹងទៅជាមនុស្សអាក្រក់ដែលមិនដឹងខ្លួនបងប្អូនខ្ញុំមិននិយាយវែងទេវីដេអូហ្នឹងក៏និយាយខ្លីៗធ្វើយ៉ាងម៉េចឥឡូវប្រទេសជាតិរបស់យើងត្រូវការយើងប្រទេសជាតិកំពុងតែរងវិបត្តិត្រូវបានចោលឈ្លានពានកំពុងតែបំផ្លាញនៅអរិយធម៌បព្វធម៌ក៏ដូចជាបំផ្លាញនៅបាត់ពេទ្យជាពិសេសបាត់វិហារជាប្រាសាទតម័តបាទគឺត្រូវបានជាតូចទាំងសហយើងដឹងយើងត្រូវចាប់